ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការផ្លាស់ប្តូរវប្បធម៌ម្ហូបអាហារនៅថ្ងៃទី13ខែឧសភាឆ្នាំ2026 ឯកឧត្តមអ៊ុំពិត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវជ័យណារីអ៊ុំពិត្រីអនុប្រធានកិត្តិយសសាខាសហគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តបានដឹកនាំក្រុមការងារសាខាសមាគមនារីខេត្តចូលរួមនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេសធ្វើគីមឈីដែលជាម្ហូបប្រពៃណីដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េកម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលខេត្តនិងសមាគមនារីខេត្តជាមួយនឹងសមាគមសមាស្រុកភ្ជុងឆាងនៃសាធារណរដ្ឋកូរ៉េក្នុងឱកាសនោះផងដែរក្រុមការងារជំនាញមកពីសមាគមសមាស្រុកឈូងឆាងបានបង្ហាញនិងបង្រៀនដោយផ្ទាល់នៅវិធីសាស្ត្រធ្វើគីមឈីតាមបែបបទស្តង់ដារកូរ៉េចាប់តាំងពីការជ្រើសរើសបន្លែគ្រឿងផ្សំរហូតដល់បច្ចេកទេសនៃការផ្អាប់ទុកឲ្យមានរសជាតិឆ្ងាញ់និងមានអនាម័យខ្ពស់ឯកឧត្តមអភិបាលខេត្តនិងលោកជំទាវបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសមាស្រុកឈូងឆាងដែលបានចែករំលែកចំណេះដឹងនិងបច្ចេកទេសនេះដល់ស្ត្រីនៅក្នុងខេត្តបន្ទាយមានជ័យកម្មវិធីនេះមិនត្រឹមតែជាការសិក្សាពីរបៀបធ្វើម្ហូបប៉ុណ្ណោះទេប៉ុន្តែជាការរឹតចំណងមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតថែមទៀត